Hello ក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាវិលមកតាមការសន្យារបស់ខ្ញុំបានសន្យាមួយគ្នាយើងប្រហែលថ្ងៃមុនអញ្ចឹងណាខ្ញុំក៏ប្រាប់ពួកគាត់ថាខ្ញុំនឹងធ្វើការចេញវីដេអូម្ដងទៀតដើម្បីបញ្យល់ឲ្យច្បាស់ឲ្យកាន់តែងាយយល់ជាងមុនអញ្ចឹងណាហើយមុននឹងចូលទៅកាន់ការធ្វើខ្ញុំសូមពឹងចិត្តរបស់អ្នកទាំងអស់គ្នាឲ្យជួយចុច Subscribe ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីឬក៏កលឹះថ្មីបន្ថែមទៀតហើយខ្ញុំអាចបន្តទៅមុខបានអញ្ចឹងតែឥឡូវកុំឲ្យខាតពេលរបស់អ្នកគ្នាយូរយើងចូលទៅកាន់ការធ្វើទាំងអស់គ្នាអញ្ចឹងណាកុំឲ្យអ្នកគ្នាចំណាយពេលដែលមានតម្លៃរបស់អ្នកទាំងអស់គ្នាមកមើលវីដេអូដ៏អត់ប្រយោជន៍របស់ខ្ញុំអញ្ចឹងណាឥឡូវយើងមានដំណើរការឲ្យធ្វើមួយអញ្ចឹងណាឲ្យវាដឹងថាវាងាយស្រួលដល់កម្រិតណាអញ្ចឹងទៅអូខេដល់ឥឡូវ let's go ឥឡូវដំណើរការទី1អញ្ចឹងណាអ្នកគ្នាដែលអត់ធ្លាប់ hack skin ពីមុនមកទេហើយក៏អត់ដឹង hack skin នឹងអីគេហើយឥឡូវមកមើលដំណាក់កាលទី1ដំណាក់កាលទី1គ្នាយើងត្រូវចូល App Store មក search ពាក្យដូចខ្ញុំអញ្ចឹងមកហើយ download វាទុកមួយ download អាហ្នឹងដំណាក់កាលទី1download វាទុកមួយអញ្ចឹងមកដំណាក់កាលទី2ដំណាក់កាលទី2គ្នាយើងកន្លែងទៅមើលកន្លែង description ហ្នឹងកន្លែង caption វីដេអូខ្ញុំចុចទៅលើ caption ហ្នឹងទៅហើយមាន link មួយ link channel Telegram របស់ខ្ញុំអញ្ចឹងណាហើយចុចចូល join Telegram ខ្ញុំទៅព្រោះ link ក្នុងហ្នឹងដាក់អូខេអាហ្នឹងដំណាក់កាលទី2ប៉ុណ្ណឹងចូលមកដល់ដំណាក់កាលទី3គ្នាយើងប្រកាសជាឃើញហើយ link ហ្នឹង link file វាអញ្ចឹងណាយើងចុច download មកអានេះដោយសារតែខ្ញុំ download រួចហើយអ្នកគ្នាចុច download មកវាមិនច្រើនមែនណាឯងមិនតិចទេចុច download file ហ្នឹងមកនៅពេលដែល download file ហ្នឹងរួចរាល់ហើយយើងចុច save file មានន័យថាយើង save file ហ្នឹងទុកកន្លែងណាក៏បានទុក on my phone ក៏បានទុកកន្លែង file ផ្សេងក៏បានអ្នកគ្នាមាន document ដាក់ document ក៏បាន document ហ្នឹងមកហើយយើងកុំទាន់អាចចុចអា link ទី2ចូលទៅកាន់ app មួយហ្នឹងសិនចូលទៅកាន់ app មួយហ្នឹងសិនណាហើយបន្ទាប់ពីយើងបាន save file វារួចរាល់ហើយយើងអា file មួយទៀតហ្នឹងកុំតណាធ្វើអីវាណាគ្នាទុកវាចោលសិនហ្នឹងចូលមកដល់ដំណាក់កាលទី4ចូលមកដល់ដំណាក់កាលទី4អ្នកគ្នាចុចទៅកាន់ app មួយហ្នឹងឥឡូវខ្ញុំនិយាយចេះឲ្យងាយយល់អ្នកគ្នាឃើញខ្ញុំដាក់នៅលើអេក្រង់ហ្នឹងសញ្ញាព្រួយបាញ់ឲ្យមើលហ្នឹងចុចតាមសញ្ញាព្រួយហ្នឹងក៏បានចុចមួយចឹងមកដើម្បី select យក link ដែលយើង file ដែលយើង save វាទុកមិនចឹងហ្នឹងហើយខ្ញុំលើកឡើងបន្តិចចាក់តោជាមួយ file ហ្នឹងតាក់ទងអីជាមួយនឹង app ហ្នឹងដើម្បីឲ្យ file ហ្នឹងវាចូលក្នុង app ហ្នឹងឲ្យវាដំណើរការព្រោះ app ហ្នឹងវារបៀបថាដូច VPN អញ្ចឹងយល់អត់ហើយយើងចុចមកកន្លែងហ្នឹងអញ្ចឹងមកឃើញសញ្ញារូប download ហ្នឹង download file ដែលយើងដាក់ចូលមិញ download file ហ្នឹងនៅពេលដែលវាdownload ហើយយើងឃើញវា load នៅខាងក្រោមនោះត្រូវអត់យើងចុច open វាមក open វាមកដល់កន្លែងឯកសាររបស់យើងចេះ open វាមកយើងចុចទៅលើវាមួយពឹកមកវាឲ្យ install ឥឡូវយើងចុចមកលើវាមួយពឹកអញ្ចឹងមកហើយចូលទៅដល់ដំណាក់កាលទី6ចូលមកដល់ដំណាក់កាលទី6គ្នាយើងមិនបាច់ចាំចុចអីច្រើនទេចូលមក setting មកគឺវា load ឡើងនៅលើអាខាងលើ game on មកដូចiCloud យើងហ្នឹងត្រូវអត់វា load មក install profile នោះយើងចូល install វាមកហើយនៅពេលដែលយើង install វាឲ្យវាយលេខកូដទូរស័ព្ទរបស់យើងអញ្ចឹងណាអ្នកគ្នាដាក់លេខកូដមិនគឺវាយអញ្ចឹងទៅបានហើយនៅពេលដែលយើង install វារួចរាល់ហើយឥឡូវយើង install វារួចរាល់ហើយយើងថយមកក្រោយទាំងអស់សិនចុចទៅលើ general ហើយយើងអូសទៅក្រោមគេបង្អស់ហើយអ្នកគ្នានឹងឃើញកន្លែងមួយដែលវាឲ្យបើកហើយចុចបើកមកហើយឈ្មោះ file ប៉ុណ្ណាណៃហ្នឹងអ្នកគ្នាប្រហែលយល់ហើយថងហ្នឹងបើកវាអញ្ចឹងមកចូលដល់ដំណាក់កាលទី7ដល់ពេលដែលអ្នកគ្នាបើកវារួចរាល់ហើយគឺមានន័យថា link ទី2របស់ link ទី1របស់យើងហ្នឹងគឺវាជោគជ័យហើយវាជោគជ័យណាជោគជ័យ 100% ហើយឥឡូវយើងចូលទៅដល់ដំណាក់កាលទី7សម្រាប់ដំណាក់កាលទី7របស់យើងគឺងាយស្រួលខ្លាំងមែនតើអ្នកគ្នាឃើញនេះ copy ID ដំណាក់កាលទី7ហ្នឹង copy ID អូខេចប់ចូលមកដល់ដំណាក់កាលទី8គ្នាយើងចុចចូល channel របស់ខ្ញុំហ្នឹងឃើញ link មកគ្រាប់ទៀតនៅខាងក្រោមហ្នឹងយើងចុច click ទៅលើអា link ហ្នឹងមកនៅពេលដែលវាសឹងថា100 លើ 100ឯគ្នាយើងត្រូវតែមានពាណិជ្ជកម្ម load ចុះមកញ៉ៃអញ្ចឹងណាហើយបើចាំខ្វល់ទេបើ load ពាណិជ្ជកម្មមកយើងថយហើយចូលទៅវិញហើយថយចូលទៅវិញតដាក់តបានអញ្ចឹងណាហើយយើងយកអាក្រោមគេអញ្ចឹងទៅយកអាក្រោមគេមកក៏ដាក់ ID របស់យើងចូលទៅដាក់ ID game របស់យើងចូលទៅយើងចេះចុចវាធ្វើម៉េចឲ្យពេញមើលដូចខ្ញុំអញ្ចឹងណាខ្ញុំចុចរហូតតតែពេញទៅពេលតែពេញហើយហ្នឹងដំណាក់កាលទី8នៅពេលតែពេញហើយយើងអូខេយើងចូលដំណាក់កាលទី9ទាំងអស់គ្នាដំណាក់កាលទី9យើងចូលទៅក្នុង app មួយហ្នឹងហើយយើងបើកវាចុចលើវាមួយពឹកអញ្ចឹងមកហើយកុំយកពណ៌ខៀវយកខាងនោះវិញចុច allow ហ្នឹងមកហើយយើងចូលទៅ game ដំណាក់កាលទី10ហើយយើងចូលដំណាក់កាលទី10យើងចូលទៅ game វានឹងជោគជ័យហើយសម្រាប់ mission របស់យើងគឺបានជោគជ័យហើយមិនដាច់គ្នាយើងយកខ្លះទេនិយាយឡើងចង់ងាប់ទៅហើយមានអ្នកយល់ចប់ហើយហ្នឹងហើយចូលទៅ game ទៅវានឹងបាន 100% ហើយចូលនឹងបានវាបាន 100% ហើយធានាមកខ្ញុំហ៊ានធានាឲ្យហ្មងព្រោះខ្ញុំធ្វើបានវាមិនដែលគ្នាយើងធ្វើមិនបាន
and then គឺដូចអ្នកគ្នាយើងឃើញស្រាប់ចឹងគឺឈុតសាខ្លាំងមែនតើចង់អាម៉ៅអាសេរីចាស់មិនក៏ដែរក៏មានដែរបាទចង់អាសេរីចាស់សេរីប៉ែនរ៉នមិនក៏ដែរមាននៅក្នុងនោះទាំងអស់អូខេអ្នកទាំងអស់គ្នាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាគ្នាយើងស្រឡាញ់ក៏ដូចជាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like ហើយនឹងចុច subscribe ខ្ញុំម្នាក់មួយទៅហើយបើសម្រាប់អ្នកដែលអត់ទាន់យល់អាចឆាតសួរឬក៏ comment សួរបន្ថែមក៏បានដែរបាទសម្រាប់វីដេអូចែករំលែករបស់យើងគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនអ្នកទាំងអស់គ្នា Thank you